តើឥឡូវខ្ញុំនាំអ្នកគ្នាទៅបើកប្រអប់ជាមួយនឹងប្រភេទកាសមួយប្រភេទនេះអ្នកគ្នានេះប្រភេទ A1 ដែលវាដូចទៅនឹង AirPods 4 ANC របស់ Apple តែឥឡូវយើងមក unboxing ប្រភេទប្រដាំងនេះហើយចង់ដឹងថាគុណភាពមុខងារ ANC Adaptive Transparency មុខងារផ្សេងៗវាដំណើរការល្អអត់អញ្ចឹងនេះប្រភេទ A1 ដែលវាមាន chip ខ្លួនឯង material ផលិតល្អផងបាទអ្នកគ្នាឥឡូវយើងទៅ unboxing ទាំងអស់គ្នាអ្នកគ្នាតោះឥឡូវយើងមកបើកប្រអប់ទាំងអស់គ្នាអ្នកគ្នាចាអញ្ចឹងយើងមើលប្រអប់វាមកជុំសិនខាងក្រៅនេះគេដាក់ for with active no cancellation អីចឹងទៅនេះជាប្រភេទ A1 អាចថា clone ឬក៏ high quality product ដែលវាមានរូបរាងដូចទៅនេះឥឡូវយើងវះប្រអប់តិចហើយយើងអាចប្រើជំនួស AirPods 4 ANC បានអ្នកនាង AirPods 4 ANC AirPods 4ដោយសារតែវារូបរាងដូចបែបដាក់ហើយវា support ជាមួយ device iPhone បាន 100% អ្នកនាងអូខេឥឡូវយើងទាញ seal ចេញមកអានេះនៅលើប្រអប់វាមាន ANC វាមានអីទេអ្នកតែខ្ញុំធានាថាវា ANC 100% អូខេនេះខាងក្នុងប្រអប់វាបែបនេះហើយមានសភៅណែនាំមួយបែបនេះអ្នកនាងអូខេនេះសភៅណែនាំមកគេ manual instruction របៀបប្រើអូខេគេមាន double tap ដាក់អីក៏មាននៅលើនេះគេដាក់មានរបៀបប្រើដូចទទួល call បិទ call press hold អីចឹងទៅនេះចឹងនេះ function វាស្ទើរតែដូចនឹង AirPods 4 ANC នេះយើងអាចប្រើជំនួសបានណានេះអានេះប្រភេទ device ល្អផងបើ high quality វាមាន chip ខ្លួនឯងមាន material បិទខ្លួនឯងនេះល្អគេលេងយើងបានមួយ case មួយនេះដូច AirPods 4យ៉ាងនេះគាត់វាមានខ្សែសាកមកជាមួយទេក្នុងប្រអប់វាបែបនេះតែម្ដងពេលនេះទូវាហាប់ណែនមែនតើនេះទូវាស្អាតមែនតើយើងអាចប្រើជំនួស AirPods 4 ANC បានតើឥឡូវខ្ញុំ high seal អ្នកគ្នាមើលតិចហើយយើងតេស្តទាំងអស់គ្នាតេស្តជាមួយ mic ជាមួយ Sling ជាមួយ ANC ចំណងថាវាដំណើរការ 100% អត់អូខេយើង high seal វាចេញមកអូអ្នកគ្នាទូវាអ្នកគ្នាមើលតួឡើងផ្លេកឡងហ្មងឡងស្រលហ្មងហើយ detail ពីមួយបន្លោះទៅមួយបន្លោះគឺស្អាតមែនតើនេះ clean ហ្មងកាសនេះសម្បីតែខាងក្រៅនេះក៏វា game ស្អាតដែរអ្នកគ្នាគេ design by Apple in California 0.2 នេះអញ្ចឹងអានេះប្រភេទ high quality product វាបើកមកវាមានភ្លើងសបែបនេះនេះនៅពេលដែលយើង double tap វានឹងលូតសលេងទឹងមានថាវាព្យាយាមស្វែងរក device ដែលនៅជិតវាអូខេដើម្បីភ្ជាប់ហើយតើតោះនឹងគុណភាពវាកន្លែងទូខាងលើនេះហាប់ល្អមែនតើនេះក្បាលវានេះអត់កើទេឥឡូវខ្ញុំ connect ជាមួយ iPhone មកខ្ញុំមក iPhone តោះឥឡូវយើង connect មួយទូ iPhone មកយើងបន្តិចយើងទុកវាម្ដុំអូខេឥឡូវខ្ញុំទាញកាមេរ៉ាទៅលើតិចឥឡូវខ្ញុំបើកគ្រប់កាសនេះបើកគ្រប់កាសវាលោតអត់អូខេនេះវាលោតឲ្យ connect ដូច AirPods ចឹងដូចបែរដាក់មកនេះ AirPods 4 ANC យើងចុច connect មកវាយើង double tap 1 2អានេះប្រភេទ high quality product ដូចគ្នាណាអូខេអ្នកគ្នា connect ការ connection ក៏ល្អដែរ connect ទៅជាប់លឿនតែម្ដងអ្នកគ្នាអានេះវា auto ជាមួយឈ្មោះ AirPods Zen របស់ខ្ញុំចាស់វាលោតឈ្មោះណានេះអូខេឥឡូវយើងឥឡូវវា connect 100% ឥឡូវយើងទាញគ្រាប់កាសមកទាញគ្រាប់កាសអូខេអានេះវា ready នេះអ្នកគ្នាអាចមើលគ្រាប់កាសមកជុំអូស្អាតមែនតើអានេះតម្លៃវា10ជាងអ្នកគ្នាថែម case ថែមខ្សែសាកអ្នកអាចកំងបានដូចទៅនឹង AirPods 4 ANC 100% ឥឡូវយើងតែសលេងខ្ញុំដាក់កាជាមកអូ damn bro ដាក់ចូលជាមកខាងទៀតអូខេឥឡូវខ្ញុំបិទឥឡូវយើងចូលទៅកាន់ app ចូលទៅកាន់តាច់ចម្រៀងអស់គ្នាជិះដាក់ music មកអូអ្នកគ្នាឃើញ load សាញ AirPods អត់នេះសលេងនេះតើឥឡូវស្ដាប់ចម្រៀងបន្តិចសិនអ្នកគ្នាអូសលេងល្អអ្នកគ្នាបើបត់សិនអូដាក់បត់ Belling Chinese box ល្អមែនតើអ្នកគ្នាបុកទៅវាអត់រំខានតែជាយើងឯងខ្ញុំ rate ឲ្យ9លើ10អ្នកអែម Dang bro កាសដែលវាគុណភាពល្អអ្នកយើងបើកសលេងពាក់កណ្ដាលឬក៏លើសពាក់កណ្ដាលវានៅស្ដាប់បានមានថា speaker របស់វាគឺល្អមែនតើវាអត់ធ្វើទុកឲ្យជាយើងជាពិសេសជាមួយកាសខ្សែរបស់ Apple product វានៅពេលដែលយើងទៅឡើងសលេងវាអត់រំខានតែជាយើងខ្លាំងឯអ្នកបើកប៉ុណ្ណាក៏ដោយអូ Dang bro quality ឥឡូវយើងតែ ANC នេះអូខេនេះអានេះ ANC 100% មកនេះអានេះ conversation awareness ហើយនេះ listening mode នេះ adaptive អានេះស្រូបសលេងខាងក្រៅបើ noise cancellation នេះបិទចិត្តមកអ្នកអត់ឮសលេងខាងក្រៅសោះបើ transparency វាស្រូបសលេងខាងក្រៅ adaptive នេះវា adapt អ្នក adapt ជាមួយ environment អូល្អអ្នកកាលនេះតួធន់មែនតើអ្នកអូ damn